ពីរដ្ឋអាឡាបាម៉ាសហរដ្ឋអាមេរិកលោកអឹមសនិតដែលជាអ្នកតាមដានអំពីស្ថានភាពនយោបាយកម្ពុជាយ៉ាងយកចិត្តទុកដាក់នោះថ្លែងថាបកប្រជាជនកម្ពុជាកំពុងប្រើយុទ្ធសាស្ត្រពន្យាពេលដើម្បីកុំឲ្យបកប្រឆាំងមានពេលតថ្លៃអំណាចនៅពេលដែលរដ្ឋសភាចាប់ផ្ដើមបង្កើតឡើងការដែលជាប់គាំងកាន់តែយូរនេះវាធ្វើឲ្យចំណេញដល់គណៈបព្វជិជនព្រោះគណៈបព្វជិជនព្យាយាមចុងក្រោយទៅគឺដើម្បីកុំឲ្យមានឱកាសសម្រាប់ការចរចាគ្នាលំបាត់នៅបញ្ហាមួយចំនួនសម្រាប់ជាប្រវត្តិទាំងអស់គ្នាឧទាហរណ៍ជាក់ស្ដែងយើងមើលឲ្យនេះជាវិធីសាស្ត្រពន្យាពេលរបស់គណៈបព្វជិជនរហូតនៅពេលដែលសភាបង្កើតឡើងភ្លាមនោះនឹងធ្វើឲ្យវាមានការខាត់បងសម្រាប់គណៈបកសង្គ្រោះជាតិនៅពេលនោះគណៈបកសង្គ្រោះជាតិនឹងមានពេលវេលាខ្លីណាស់សម្រាប់ចរចានិងធ្វើកិច្ចការងារមួយចំនួនដើម្បីឲ្យវាលំបាត់ក្នុងផែនការចរចាទាំងអស់ហ្នឹងកាលពីថ្ងៃទី9ខែកញ្ញាព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីបានចេញព្រះរាជសារប្រកាសឲ្យគណៈបកនយោបាយដែលមានសម្លេងឆ្នោតក្នុងរដ្ឋសភាចូលស្បត់ដើម្បីបង្កើតរដ្ឋាភិបាលនីតិកាលអាណត្តិទី5នៅថ្ងៃទី23ខែកញ្ញាខាងមុខប៉ុន្តែមេបកជំទាស់លោកសំរងស៊ីបានប្រកាសបដិសេធមិនធ្វើតាមលុះត្រាមានគណៈកម្មការឯករាជ្យដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតជាមុនទោះបីជាយ៉ាងណាក៏ដោយលោកអឹមសនិតថ្លែងថាអ្វីដែលសំខាន់ចំពោះមុខគឺបកប្រឆាំងគួរទាមទារឬតថ្លៃជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីប្រគល់អំណាចភាគច្រើនទៅឲ្យប្រជាពលរដ្ឋដោយផ្ទាល់តាមរយៈការបង្កើតឲ្យមានការបោះឆ្នោតជ្រើសរើសអភិបាលស្រុកអភិបាលខេត្តឬសមាជិកព្រឹទ្ធសភានៅក្នុងស្រុកខ្មែរប្រជាពលរដ្ឋគាត់មានអំណាចតែពីរគឺអំណាចជ្រើសរើសសមាជិកសភាហើយនិងអំណាចជ្រើសរើសក្រុមប្រឹក្សាគុំប៉ុន្តែអំណាចផ្សេងៗទៀតគឺគាត់អត់មានទេបើងាកមកមើលស្រុកនៅអាមេរិកនៅប្រទេសផ្សេងៗទៀតប្រជាពលរដ្ឋគាត់មានអំណាចជ្រើសរើសទាំងចៅសង្កាត់ឬច្បាយស្រុកច្បាយខេត្តមេប៉ូលីសគាត់មានអំណាចទាំងអស់ហ្នឹងអញ្ចឹងប្រជាពលរដ្ឋគាត់ត្រូវតែទាមទារយកអំណាចហ្នឹងមកដាក់នៅក្នុងដៃគាត់នោះបានគាត់មានឥទ្ធិពលគ្រប់គ្រងប្រទេសគាត់គ្រប់គ្រងអ្នកដឹកនាំទាំងអស់ហ្នឹងអញ្ចឹងគាត់ជាម្ចាស់នៃអំណាចយើងមកចាំបាច់ខ្វល់ថាតើលោកហ៊ុនសែនឬក៏លោកសំរងស៊ីខ្លាចជាមេនាយករដ្ឋមន្ត្រីឬក៏អ្នកណាជារដ្ឋមន្ត្រីអ្នកណាជាដឹកនាំរដ្ឋាភិបាលឯងយើងត្រូវដឹងថាយើងជាអ្នកតែងតាំងជ្រើសតាំងពួកគាត់ទាំងអស់គ្នាហ្នឹងបើសិនជាអំណាចដែលយើងមានយើងជ្រើសរើសមេប៉ូលីសនឹងប្រកាសជាបំរើឲ្យយើងបើយើងមានអំណាចជ្រើសរើសច្បាយស្រុកជាច្បាយស្រុកហ្នឹងនឹងបំរើឲ្យយើងហើយក្រុមអ្នកវិភាគនិយាយថាការជាប់គាំងផ្នែកនយោបាយកាន់តែយូរក្នុងកលៈទេសៈនេះអាចផ្ដល់ផលចំណេញច្រើនទៅដល់ប្រជាពលរដ្ឋទៅវិញប្រសិនបើគណៈបកប្រឆាំងមានយុទ្ធសាស្ត្ររបស់ខ្លួនច្បាស់លាស់ក្នុងការចរចាជាមួយគណៈបកកណ្ដាលអំណាចលោកកែមលីដែលជាអ្នកវិភាគឯករាជ្យនិងជាអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមថ្លែងថាក្នុងរយៈពេល4អាណត្តិកន្លងមកទាំងគណៈបកប្រឆាំងនិងគណៈបកកណ្ដាលអំណាចបានចំណាយថាមពលរបស់ខ្លួនតិចតួចក្នុងការរិះរកមធ្យោបាយឬយន្តការសំខាន់ស៊ីជម្រៅដើម្បីពលរដ្ឋពីព្រោះយើងឃើញ4អាណត្តិកន្លងមកយើងចេះតែដោយបញ្ហាឲ្យទៅមុខក៏ប៉ុន្តែភាពមិនប្រក្រតីបញ្ហាអត់បានដោះស្រាយបញ្ហាអត់បានជជែកគ្នាស៊ីជម្រៅបញ្ហាអត់បានរកវិធីដោះស្រាយយើងចេះតែកន្លងផុត5ឆ្នាំមកបោះឆ្នោត5ឆ្នាំនេះយើងចេះតែកន្លងផុតលោកបន្តថាក្នុងស្ថានភាពនយោបាយដ៏ជាប់គាំងដូចនេះលោកចង់ឃើញក្រុមអ្នកនយោបាយមានការពិភាក្សាលម្អិតដើម្បីឲ្យស្ថានភាពរយៈពេល5ឆ្នាំក្រោយមានការប្រែប្រួលជាដុំកំភួនដែលអាចជួយពលរដ្ឋក្រីក្របានអាចជួយឲ្យមានការកែតម្រង់ស្ថាប័នកម្ពុជារបស់រដ្ឋជាច្រើនឬអាចដាក់ទោសទណ្ឌដល់អ្នកដែលលួចបន្លំស្លឹកឆ្នោតនៅពេលដែលយើងបានពិភាក្សាស៊ីជម្រៅមិនត្រឹមតែធ្វើចំណាយតម្រង់បោះឆ្នោតនៃភូមិច្បាយស្រុកច្បាយខេត្តឬក៏បោះឆ្នោតកន្លែងផ្សេងទៀតទេថែមទាំងរៀបចំយន្តការថ្នាក់ជាតិធំដែលយើងត្រូវតែទៅណាក្រមប្រឹក្សាធម្មនុញ្ញអង្គក្រមប្រឹក្សាអង្គចៅក្រមដំក្រមប្រឹក្សាការពារជាតិគណៈកម្មការក្រហមកម្ពុជាគណៈកម្មការគ្រោះអន្តរាយកោជបអង្គភាពប្រចាំទៅលួយអាជ្ញាធរសវនកម្មជាតិជាដើមលក្ខណៈទាំងអស់នេះសិតតែជាយន្តការអភិបាលកិច្ចល្អមានទូនីតិ oversight ទៅលើរដ្ឋាភិបាលទៅលើតុលាការទៅលើយន្តការនៃការអនុវត្តហើយយើងអត់តែបានជជែកគ្នាអំពីកំណែតម្រង់អញ្ចឹងមុនទេយើងចូលទៅអង្គុយកៅអីយើងបើកប្រាក់ខែយើងប្រថាប់ប្រាឲ្យរដ្ឋាភិបាលដើរជាចិត្តក្នុងរយៈពេល5ឆ្នាំមួយអាណត្តិលោកកែមលីបានទាមទារឲ្យគណៈបកធំទាំងពីរចរចាគ្នាដើម្បីធ្វើសំយោគគោលនយោបាយរបស់ខ្លួន
ក្នុងការធ្វើឲ្យប្រសើរដល់ប្រាក់ខែរបស់មន្ត្រីរាជការយោធាគ្រូបង្រៀននិងកម្មករម្យ៉ាងទៀតលោកក៏បានផ្ដល់អនុសាសន៍ក្នុងការចរចាឲ្យមានទួនាទីរបស់រដ្ឋសភាក្នុងការជជែកពិភាក្សាអំពីការពិនិត្យឡើងវិញនៅច្បាប់ទាំងឡាយណាដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញឬធ្វើការកែប្រែច្បាប់ណាដែលមិនផ្ដល់ផលប្រយោជន៍ដល់ប្រជារាស្ត្រជៀសវាងការចំណាយពេលវេលាឥតប្រយោជន៍យកពេលវេលានេះរហូតទៅដល់ចុងឆ្នាំ2013ដើម្បីជជែកគ្នាបានល្អហើយយើងចាប់ផ្ដើមធ្វើការតែម្ដងខ្ញុំគិតថាល្អតែពាក្យភាសាអង់គ្លេសហៅ good start good work ណាបើមិនជាយើងមិនមានការរៀបចំល្អទេយើងទៅធ្វើបលំបកោដល់ថ្ងៃបោះឆ្នោតទៀតរដ្ឋមន្ត្រីមួយបរិយាផ្ទះបានបោះទៀតបរិយាឡានបាន3-4ទៀតបរិយាប្រពន្ធបាន3-4ទៀតអញ្ចឹងយើងចង់បានស្ថានភាពហ្នឹងឬមួយក៏យ៉ាងម៉េចបាទអាហ្នឹងដែលខ្ញុំវិភាគឃើញបាទកាលពីថ្ងៃអាទិត្យទី8ខែកញ្ញាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានប្រកាសលទ្ធផលផ្លូវការអំពីការបោះឆ្នោតកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2013ដោយគណៈបកប្រជាជនកម្ពុជាឈ្នះគណៈបកសង្គ្រោះជាតិ68ទល់នឹង55អាសនៈក្រុមបកសង្គ្រោះជាតិចាត់ទុកលទ្ធផលរបស់កោជបថាជាលទ្ធផលអយុត្តិធម៌អនុប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាមានប្រសាសន៍ថាអ្វីដែលសំខាន់ចំពោះមុខគឺការទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោតសង្គ្រោះជាតិយើងបានបញ្ជាក់ច្រើនដងហើយថាយើងមុននឹងឈានទៅជជែកគ្នាពីការកែតម្រង់ណាមួយយើងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតទៅបើរកយុត្តិធម៌មិនបានទេយើងមិនដឹងថាកែតម្រង់ឈរលើមូលដ្ឋានអីតាមគោលការណ៍គណៈបកសង្គ្រោះជាតិកម្មវិធីនយោបាយយើងមានហើយតែតម្រង់បលាការយ៉ាងម៉េចកែតម្រង់គោលជបយ៉ាងម៉េចកែគឺមានក្នុងកម្មវិធីនយោបាយយើងតាំងពីមុនបោះឆ្នោតមកហើយប៉ុន្តែឥឡូវនេះអ្វីដែលយើងធ្វើនេះគឺសំខាន់ជាងគេប្រោតរយុទ្ធសាស្ត្រទៅជូនជាប្រវត្តិជូនចាស់បានបានយើងបានពីចំណាយមកយើងដាក់កម្មវិធីនយោបាយទៅអនុវត្តអ្វីដែលយើងធ្វើកែតម្រង់គឺមាននៅក្នុងកម្មវិធីនយោបាយយើងតែចំពោះអ្នកវិភាគនយោបាយឯករាជ្យលោកមនិតឡើងបង្ហៃវិញមានទស្សនៈថាការតវ៉ារកខុសរកត្រូវពិតប្រាកដឬសច្ចភាពនៃការបោះឆ្នោតវាប្រសើរជាងការចរចាបែងចែកអំណាចគ្នារវាងអ្នកនយោបាយលោកថានៅពេលជាប់គាំងក្រោយការបោះឆ្នោតអាណត្តិមុនគណៈបកនយោបាយតែងបញ្ចប់ការជាប់គាំងដោយការសម្រុះសម្រួលគ្នាតាមរយៈការបែងចែកអំណាចរវាងអ្នកនយោបាយដែលមិនបានបញ្ជាក់អំពីឆន្ទៈរបស់រាស្ត្រនោះឡើយលោកបន្តថាការរកឲ្យដឹងនៅចំនួនពលរដ្ឋប៉ុន្មានអ្នកដែលបោះឆ្នោតគាំទ្រគណៈបកនយោបាយនីមួយៗទើបជាការសំខាន់ចាំបាច់ហើយឆ្លុះបញ្ចាំងឆន្ទៈរបស់រាស្ត្រសំខាន់ជាងនេះទៅទៀតគឺជាការស្វែងរកការពិតថាតើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបពិតជាបានបោកប្រាស់សិលឹកឆ្នោតរបស់ប្រជារាស្ត្រយកទៅឲ្យគណៈបកប្រជាជនកម្ពុជាដោយការចោទប្រកាន់ទូទៅមិនដែរឬយ៉ាងណាផុសតាងបានលាតត្រដាងរួចហើយថាមានភាពមិនប្រក្រតីច្រើនណាស់ក្រោយពេលបើកកញ្ចប់សុវត្ថិភាពកនៅតាមបណ្ដាខេត្តមួយចំនួនផុសតាងទាំងនោះនៅមិនទាន់និយាយដល់កោជបបិទភ្នែកធ្វើមិនឃើញនៅទង្វើរបស់គណៈបកកណ្ដាលអំណាចដែលបានប្រើប្រាស់ធនធានរដ្ឋដើម្បីឃោសនារកសម្លេងឆ្នោតដូច្នេះប្រសិនបើគ្មានការតវ៉ានិងគ្មានការស៊ើបអង្កេតរកការពិតដល់ទីបញ្ចប់ទេនោះកោជបដែលមានមន្ត្រីគណៈបកប្រជាជនដឹកនាំនេះទំនងនឹងមិនអាចបំពេញការងារប្រកបដោយតម្លាភាពនិងយុត្តិធម៌ជូនពលរដ្ឋខ្មែរបានឡើយហើយបញ្ហាជាប់គាំងក្រោយការបោះឆ្នោតម្ដងនឹងនៅតែមានបន្តខ្ញុំតាំងសារ៉ាដាវិទ្យុអាស៊ីសេរីពីរដ្ឋធានី